បាទសួស្តីបងប្អូននេះខ្ញុំចង់បង្ហាញតិចតើតើជាមួយទូខាងខ្ញុំណាបច្ចេកទេសទូខាងខ្ញុំខុសគេបន្តិចដោយសារតែខ្ញុំធ្វើបំបែកទូហ្នឹងបំបែកពីគ្នាបានទាំងអស់សូម្បីក្បាលវិជាក៏ខ្ញុំបំបែកចេញពីខ្លួនវាហើយខ្ញុំធ្វើពីរគ្រាប់ផ្សេងគ្នាដកដូរបានភ្លាមអញ្ចឹងនៅពេលបងប្អូនប្រើកុំបារម្ភខ្លាចពេលដែលប្រើទៅក្បាលវិជាមានបញ្ហាខូចទៅធ្វើឲ្យទូហ្នឹងខានអត់បានភ្ញាស់ណាអញ្ចឹងមកតែយើងជួសជុលហើយមួយថ្ងៃពីរថ្ងៃ3ថ្ងៃគឺពងមកក្នុងទូខូចអស់ហើយតែសម្រាប់ទូខ្ញុំអត់ទេគឺមានមួយទៀតដូរភ្លាមហ្នឹងហ្មងអញ្ចឹងវានឹងដំណើរការបន្តទៀតអត់ឈប់ទេហើយសម្រាប់ក្បាលវិជាមានបញ្ហាហ្នឹងអាចផ្ញើត្រឡប់មកខាងខ្ញុំឆាយជួសជុលឡើងវិញបានណាហើយសម្រាប់ដោះដូរអីគឺងាយស្រួលអត់ឲ្យបងប្អូនពិបាកទេខ្ញុំធ្វើតខ្សែប៉ុងងាយអញ្ចឹងគាត់ដកដោតដូចឌុយអញ្ចឹងខ្ញុំជាឌុយភ្លើងដកដោតណាគាត់ដកអាចាស់ចេញដកថ្មីចូលគឺដំណើរការឡើងវិញហើយហ្នឹងហើយអញ្ចឹងវាខុសគ្នាជាមួយទូគេទូទៅហើយតាក់ទងជាមួយនឹងកម្ដៅសំណើមអីក៏ខ្ញុំធ្វើស្ថិរភាពល្អដោយសារតែខ្ញុំធ្វើប្រព័ន្ធដប់ទាំងអស់មិនមែនដប់តែក្បាលវិជាសំបីតែគ្រឿងក្នុងក៏ដប់ដែរកង្ហាលក៏ដប់កម្ដៅក៏ដប់សំណើមក៏ដប់ដែរហើយក្រៅតែពីដប់ហើយហ្នឹងទីហោដូចតាក់ទងជាមួយកម្ដៅលើសតែពីដប់ទៀតទៅក៏មានប្រព័ន្ធការពារលើសមួយទៀតអញ្ចឹងនៅពេលអមមាថាយើងប្រើទៅចៃដន្យពេលខែក្ដៅខែអីវាឡើងរហូតដល់40អង្សាអីគឺក្នុងទូហ្នឹងលែងដំណើរការវាប្រព័ន្ធផ្ដាច់ចោលទាំងអស់ហ្នឹងហើយសំណើមដូចគ្នាខ្ញុំប្រើដល់2តង់អញ្ចឹងករណីវាលើសខ្លាំងពេកណាគឺអត់លើសខ្លាំងឯទូទៅក៏អត់លើសខ្លាំងដោយសារតែខ្ញុំធ្វើ2តង់ហ្នឹងគឺប្រព័ន្ធស្រាលអញ្ចឹងវាជំនួយគ្នាណាមានតង់ទី1តង់ទី2អញ្ចឹងទៅខ្ញុំដូចតែកម្ដៅអញ្ចឹងមានតង់ទី1តង់ទី2ដូចគ្នាតែទូគេទូទៅគេធ្វើតែមួយតង់ឲ្យភាគច្រើនដើម្បីកុំឲ្យអស់តម្លៃលើសម្ភារៈច្រើនអញ្ចឹងតែសម្រាប់ខ្ញុំដាក់ឲ្យពេញហ្នឹងហើយមានទាំង UV មានទាំងអីមួយសេតអត់ឲ្យបងប្អូនប្រើទៅមានបញ្ហាពិបាកហ្នឹងហើយឥឡូវតាក់ទងជាមួយខ្ញុំពងធ្វើតេស្តនេះគឺម៉ោង1យប់ណាហ្នឹងហើយខ្ញុំថតឲ្យម៉ោង1យប់ហើយសីតុណ្ហភាពនៅខាងក្រៅនេះ27អង្សាអញ្ចឹងទូទៅយើងមើលកម្ដៅសំណើមនេះសម្រាប់បងប្អូនដែលធ្លាប់ប្រើទូដឹងហើយអាត្មានេះឲ្យតែយប់ជ្រៅបែបនេះហើយអាកាសធាតុត្រជាក់អញ្ចឹងគឺអាកម្ដៅសំណើមនេះអត់តែងតែអត់ថេទេភាគច្រើនហើយក្បាលវិជាសារស្រែកទីរហូតអញ្ចឹងទៅវាខុសអីមួយណាភាគច្រើនគឺខុសសំណើមខុសកម្ដៅហ្នឹងឯងដោយសារតែសំណើមវាតែងតែបុកទៅលើខ្លាំងពេកដល់ពេលទៅចុះមកវិញចុះខ្លាំងពេកអញ្ចឹងទៅអញ្ចឹងវាធ្វើឲ្យប៉ះពាល់ទៅដល់កម្ដៅក្នុងទូក៏ដូចគ្នាដែរស្ថិរភាពអត់នឹងទេឡើងចុះទៅធ្វើឲ្យខាតភ្លើងច្រើនទៀតហើយអត្រាញ៉ោះក៏អត់បានខ្ពស់ដែរតែសម្រាប់ខ្ញុំជាក់ស្ដែងមើលកម្ដៅសំណើមវិញគឺស្ថិរភាពនឹងល្អដោយសារថាយល់ប្រើ12តង់ហើយធ្វើអញ្ចឹងថាខ្ញុំថ្លឹងវាណាអត់ឲ្យអញ្ចឹងថាអត់ប្រើមួយខ្លាំងពេកមួយខ្សោយពេកអញ្ចឹងទេគឺយើងប្រើថ្លឹងថ្លៃគ្នាហើយការពារលើសការពារខ្វះហ្នឹងហើយក្នុងទូក៏ដូចគ្នាប្រព័ន្ធគ្រឿងក្នុងអីនៅពេលត្រូវការជួសជុលត្រូវការផ្លាស់ប្ដូរគ្រឿងអីគឺហូតចេញបានទាំងអស់អត់ឲ្យពិបាកអ្នកខ្លះគេធ្វើគេផ្សារដៃពីក្នុងមកមុនណាផ្សារពីក្នុងហើយអស់បានគេបិទសបកអញ្ចឹងនៅពេលជួសជុលខូចគ្រឿងណាមួយពេលខ្លះត្រូវហែកសបកដើម្បីចូលទៅជួសជុលវិញតែបើខ្ញុំអត់ទេសបកផ្សេងគ្រឿងក្នុងផ្សេងមកវិជាផ្សេងប្រព័ន្ធភ្លើងផ្សេងគ្នាទាំងអស់គឺដើម្បីឲ្យបងប្អូនយកទៅប្រើងាយស្រួលផ្លាស់ប្ដូរនៅពេលមានបញ្ហាហ្នឹងហើយក៏ការពារករណីចៃដន្យណាមួយក្បាលវិជាខូចគឺមានមួយទៀតដូរភ្លាមទីហោដូចកង្ហារពីរអញ្ចឹងករណីមួយខូចគឺសល់មួយហើយបងប្អូនឆែកមើលដឹងទៅគឺអាចដូរបានភ្លាមឬក៏មិនដូរភ្លាមក៏យើងមានមួយទៀតពងដំណើរការវាអត់ធ្វើឲ្យប៉ះពាល់ដល់បញ្ហាក្នុងទូយើងហ្នឹងហើយសម្រាប់ព័ត៌មានលម្អិតផ្សេងទៀតបងប្អូនអាចតាក់ទងមកថែមទៀតបានហ្នឹងហើយអរគុណ